ពុតអាចឆ្លើយនឹងសំណួរម្ចាស់បងរបស់ព្រះអង្គបានទេតើព្រះអង្គសម្រេចបានអ្វីនៅក្នុងរយៈពេល7ឆ្នាំនេះសន្តិពាក្យនេះគឺសម្រាប់មនុស្សដែលមិនអាចឈ្នះអ្វីបាននោះទេទើបប្រើពាក្យសន្តិនេះទៅបើទោះជាបាសកយកឈ្នះពិភពលោកទាំងមូលបានប៉ុន្តែចិត្តបាសកបានធ្លាក់ក្នុងអបាយភូមិបាសកមិនអាចយកឈ្នះអ្វីបានទេដូច្នេះហើយទ្រង់បានសម្រេចស្អីទៅអាត្មាមិនចង់សម្រេចអ្វីទេគឺអាត្មាចង់កំចាត់អ្វីទៅវិញកំចាត់អ្វីទៅពោទោសៈលោភៈនិងភាពច្រណែនឈ្នានីសព្រមទាំងមហិច្ឆតារបស់មនុស្សទាំងអស់នេះហើយដែលអាត្មាត្រូវតែកំចាត់ចោលទាំងអស់ពេលនេះអាត្មាបានសម្រេចនៅបរមសុខហើយពិតមែនណាដូច្នេះទ្រង់ចង់មានបន្ទូលថាទ្រង់បានសម្រេចសេចក្តីស្ងប់ហើយទូលបង្គំកំពុងតែមានទោសៈអញ្ចឹងឧបាសកមានបន្ទូលដូច្នេះត្រូវហើយទោសៈរបស់ឧបាសកនឹងធ្វើឲ្យឧបាសកមានការឈឺចាប់ទូលបង្គំកំពុងតែឆ្លោះនេះមែនទេការឆ្លោះប្រកែកគ្នាគឺនាំឲ្យកើតទោសៈយើងត្រូវឈរធ្វើប្រងើយដើម្បីស្វែងរកសច្ចៈដ៏ទីបំផុតហើយត្រូវព្យាយាមយកឈ្នះខ្លួនឯងឲ្យទាល់តែបានទូលបង្គំមិនទោសៈនោះទេបើអញ្ចឹងគឺល្អហើយទោសៈវាមិនអាចចាប់ដោយដៃរបស់យើងបាននោះទេតែវានៅក្នុងបេះដូងរបស់យើងចង់បោះវាចោលទៅលើអ្នកដទៃប៉ុន្តែមុនពេលដែលយើងធ្វើដូច្នេះយើងត្រូវដុតទោសៈរបស់ខ្លួនឯងចោលជាមុនសិន